មនុស្សប្រុសណាសាវ៉ាបានសិតតែញីទាំងអស់មែនអត់ស្រីណាដែលសាវ៉ាឲ្យស្មើគ្នាចឹងទៅស្រីណាសាវ៉ាបានឲ្យសុទ្ធទៅឈ្មោលប៉ុន្តែនៅពេលណាដែលបុរសនោះស្ត្រីនោះចាប់ផ្ដើមមានភក្តីភាពស្មោះត្រង់មិនក្បត់បានសត្វតែបុរសបានសត្វតែស្ត្រីនឹងអាត្មាដាស់តឿនកូនចៅអាត្មាទាំងអស់នឹងឲ្យវាដឹងអញ្ចឹងថាដរាបណាហើយនៅទៅខូចហើយនៅទៅខលទេហើយបានតែញីទេហើយអត់បានស្ត្រីទេហើយនឹងខ្លាយទៅឈ្មោលប្រាប់វាអញ្ចឹងកូនចៅនោះអាត្មាណែនាំប្រាប់ទាំងអស់អញ្ចឹងហើយនៅពេលណាដែលយើងចង់បានឲ្យគេស្មោះយើងសន្សំពូជស្មោះចុះបើខ្ញុំកណានេះលោកឪគិតមើលបើកណាស្មោះហើយមិនបានគេមិនស្មោះត្រង់នឹងកណាវិញថាឲ្យគេមិនស្មោះទៅចោះនៅពេលណាដែលគេមិនស្មោះនឹងយើងបាត់បង់ចំណែកទូចតាចតែប៉ុណ្ណោះឧទាហរណ៍ថាយើងស្មោះប្តីប្រពន្ធយ៉ាងណាអ្នកខ្លះបានគ្នាប្តីប្រពន្ធដល់ស្រឡាញ់ប្តីខ្លាំងពេកស្រឡាញ់ប្រពន្ធខ្លាំងពេកប្រពន្ធក្បត់ប្តីក្បត់ចេញទៅនិយាយពីយំអូយអង្វរកកាត់ចិត្តបានទេនឹកណាស់ហើយមកស៊ូអាត្មាក៏ថាទៅវិញអាត្មាក៏ណែនាំទៅដាស់តឿនថាគិតគួរឲ្យមែនទេណាកុំស្ដាយសំណល់ឲ្យសោះប្រសិនបើយើងស្មោះនឹងប្តីហើយស្ដាប់ឲ្យតន់ណាញោមណាប្រសិនបើយើងស្មោះនឹងប្តីហើយតែប្តីនៅតែមិនស្មោះនឹងយើងបែរទៅជាលួចលាក់មានស្រីក្រៅរហូតដល់ការលែងលះយើងមិនបានបាត់បង់ចំណែកធំទេក៏ប៉ុន្តែប្តីដែលក្បត់ចិត្តយើងហើយបានព្រមលាងយើងយកអ្នកក្រៅហ្នឹងណាប្តីនឹងបាត់ចំណែកធំតែម្ដងព្រោះអីយើងបាត់បង់មនុស្សថោកទាបដែលមិនស្មោះត្រង់ក៏ប៉ុន្តែអ្នកដែលមិនស្មោះត្រង់គឺបាត់បង់មនុស្សដែលស្មោះត្រង់ដូចជាយើងហើយយើងវិភាគមើលការបាត់បង់ទាំងពីរហ្នឹងរវាងយើងបាត់បង់ប្តីមិនស្មោះត្រង់ហើយនឹងប្តីបាត់បង់ប្រពន្ធដែលស្មោះត្រង់នេះពីរហ្នឹងមួយណាខាត់បង់ធំជាងញោមអើយអាពីរហ្នឹងបាត់បង់ណាធំជាងប្តីហ្នឹងហើយមិនប្តីនេះទេឈ្មោលហ្នឹងហ្នឹងអញ្ចឹង